คนนั้นเธอการกี่คนนำขึ้นอะไรเหรอให้ประค่าหัวไงมาเนาะហើយសួស្តីអ្នកនរគ្នាប្រហែលជាធ្លាប់ឮពាក្យហ្នឹងហើយអ្នកនរគ្នាឮចេញមកពីមាត់ណាគេខ្លះច្រើនជាងគេតែសម្រាប់ខ្ញុំគឺខ្ញុំឮមកពីអ្នកជិតខាងអញ្ចឹងហើយសម្រាប់វីដេអូនេះខ្ញុំនឹងចេញមកបកស្រាយឲ្យអ្នកជិតខាងមកដឹងថាខ្ញុំធ្វើការអីគេថ្ងៃខ្ញុំនៅណា Okay let's go guys ខ្ញុំសូមណែនាំខ្លួនឯងម្ដងទៀតខ្ញុំឈ្មោះយីរ៉ាមឬអាចហៅបានរ៉ាមខ្ញុំរស់នៅទីក្រុងភ្នំពេញខ្ញុំមានការងារចំនួន5ដែល free time ទាំងអស់ទី1គឺជាការងារអ្នកផលិតវីដេអូឬក៏អ្នកកាត់តវីដេអូហើយមួយទៀតគឺជាចំនួនការតារាសម្ដែងតែខ្ញុំក៏ជា model ម្នាក់ដែរអូខេហើយខ្ញុំក៏ជា agency សម្រាប់ការជួល condo ឬក៏ស្វែងរកផ្ទះជួលសម្រាប់ជនបរទេសដែលគាត់មកនៅស្នាក់នៅស្រុកខ្មែររយៈពេលយូរឬ long time ខ្ញុំក៏មានការងារមួយទៀតជាប្រភេទគ្រប់គ្រង page ដែលខ្ញុំជាអ្នកកាន់ page ដោយផ្ទាល់ជួយផុសវីដេអូអីចឹងទៅហើយខ្ញុំសប្តាហ៍ថ្ងៃគឺការងារខ្ញុំក៏វាមិនសូវពមៀញឹកមែនដែរហើយប្រាក់ចំណូលគឺវាមិនទៀងតាមខែខ្លះខ្ញុំក៏មានការងារចូលច្រើនខ្ញុំក៏ទទួលបានកម្រៃច្រើនហ្នឹងទៅខែខ្លះយើងអត់សូវមានយើងអត់សូវមានការងារច្រើនយើងក៏រកចំណូលតិចបានតាមហ្នឹងទៅនិយាយទៅខ្ញុំរកបានតែម្ចាស់សម្រាប់ខ្លួនឯងនិងផ្គត់ផ្គង់ខ្លួនឯងទេសឹងថាពេលខ្លះខ្ញុំអត់សូវបានជួយទៅដល់ខាងគ្រួសារមែនទេគឺខ្ញុំអាចតែយើងរស់នៅគឺមកខ្លួនឯងមិនសុខស្រួលកុំឲ្យទៅសុំលុយគ្រួសារម្ចាស់គឺបានហ្នឹងគឺជាក្តីសុខផងខ្ញុំពេលណាដែលយើងមានបុណ្យទានអីចាំយើងជូនអ្នកផ្ទះតិចតួចក៏វាមិនអីដែរចឹងហើយអ្នកចិត្តខាងបែរជាដឹងហើយមានថាខ្ញុំការងារខ្ញុំមានតែប៉ុណ្្នឹងទេដូច្នេះហើយបើសិនជាសិនចង់ដឹងព័ត៌មានបន្ថែមអាចឆាតមកសួរខ្ញុំបានបើចាំសួរប៉ាម៉ាក់ខ្ញុំទេដោយសារខ្លះការងារមួយចំនួនខ្ញុំលាក់ពួកគាត់ខ្ញុំមិនចង់ឲ្យពួកគាត់ដឹងទេដោយសារតែខ្ញុំខ្លាចគាត់គិតច្រើនពីការរស់នៅផងខ្ញុំដែលរស់នៅឆ្ងាយផ្ទះនៅឆ្ងាយខេត្តតែឯងមិនអត់មានគ្រួសារពឹងផ្អែកពេលឈឺស្កាត់យកប្រឡប់បែបណាទេនេះវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយក៏អរគុណច្រើនសម្រាប់ការមតិសួរជាច្រើនមកលើខ្ញុំទាំងដែរខ្ញុំក៏សង្ឃឹមថាពួកអ្នកចិត្តខាងគាត់មានសុខភាពល្អនិងសុខសប្បាយនៅចាំសួរសុខទុក្ខខ្ញុំតទៀតណាអូខេអរគុណច្រើនជួបគ្នាវីដេអូក្រោយ See you next video